ទី2កូនជាទ្រព្យនៃមនុស្សពុទ្ធភាសិតម៉ែពោផ្ទៃតាំងពីកាលដែលកូនចូលមកចាប់បដិសន្ធិនៅក្នុងឧត្តមម៉ែយកឧត្តមម៉ែជាកន្លែងកខ្លួនម៉ែផ្លាស់ភាពពីស្ត្រីធម្មតាទៅជាស្ត្រីមានកម៉ែគិតថាម៉ែមានកូនហើយតពីកាលនោះមកម៉ែមានអាការៈប្លែកនៅក្នុងខ្លួនជាអាការៈដែលម៉ែមិនធ្លាប់បានដឹងដូច្នោះមកពីកាលមុនឡើយសម្រាប់ម៉ែមានបឋមគរគឺម៉ែមានអាការៈអស់កម្លាំងលហិតលហើយវិលមុខចង់ឲ្យរឿយមិនស្រឡះស្រឡំក្នុងខ្លួនប្រាណដោយធម្មតាដើមទេឬម៉ែចង់បរិភោគអាហារនេះនោះជាដើមតែម៉ែមិនដឹងថាអាការៈប្លែកទាំងនេះជាអ្វីទេម៉ែដឹងថាម៉ែមានកូនប៉ុណ្ណោះអាការៈប្លែកទាំងនេះបុរាណអាចារ្យលោកហៅថាការចាញ់ផ្ទៃឬចាញ់កូនចំណេះមកម៉ែប្រុងប្រៀបរក្សាខ្លួនប្រយ័ត្នប្រយែងគ្រប់អរិយាបថមិនហ៊ានរត់ឬដើរលឿនខ្លាំងពេកទេថ្នមខ្លួនមិនហ៊ានឲ្យរលកដង្គំដល់កូនសូម្បីតែចំណីអាហារណាដែលធ្លាប់ឆ្ងាញ់ពិសាមិនហ៊ានបរិភោគតាមចិត្តចង់ទេដូចជាអាហារមានរសជាតិជូរពេកប្រៃពេកហឹរពេកជាដើមម៉ែព្យាយាមវាបង់ឬព្យាយាមអត់ដើម្បីជាសុខដល់កូនដែលនៅក្នុងផ្ទៃមិនតែប៉ុណ្ណោះម៉ែខំស្វះស្វែងរកថ្នាំមករក្សាគាត់ទៀតថ្នាំណាដែលគេអួតថារក្សាគាត់បានសុខម៉ែខំដើរទៅរកយកមកប្រើថ្នាំខ្លះដែលម៉ែមិនដែលដឹងមិនដែលឮឬមិនដែលចូលចិត្តប្រើដូចជាថ្នាំមានជាតិស្រាលជាដើមម៉ែខំត្រដប់ផឹកដើម្បីឲ្យកូននៅក្នុងផ្ទៃមានសុខភាពបរិបូរណ៍គ្រូពេទ្យពូកែមាននៅទីណាទោះឆ្ងាយប៉ុន្មានម៉ែមិនរញរាទេម៉ែស៊ូដើរទៅទីនោះទៅសូមជួយព្យាបាលដើម្បីឲ្យកូនម៉ែដែលនៅក្នុងផ្ទៃមានជីវិតបានឃើញពន្លឺព្រះអាទិត្យនឹងគេសេចក្តីរីករាយសប្បាយណាដែលនាំឲ្យមានភ័យដល់កូនម៉ែព្យាយាមវាបង់វាព្រោះតែជីវិតកូនសេចក្តីគួរយល់ថាកូនមកដីក្នុងផ្ទៃម៉ែប្រកាសជានាំទុកយកមកឲ្យម៉ែលំបាកគ្រប់យ៉ាងឲ្យម៉ែទៅជាមានគ្រោះអន្តរាយព្រោះម៉ែត្រូវរវាងប្រយ័ត្នគ្រប់អរិយាបថម៉ែមិនព្រមឲ្យសប្បាយតាមចិត្តម៉ែចង់ទេគិតឲ្យតែកូនបានសុខស្រួលម៉ែខំរក្សាគរដូចជាវត្ថុមានតម្លៃកាត់ថ្លៃមិនបានពេលម៉ែកំពុងពោផ្ទៃម៉ែចំបាញ់ចិត្តម៉ែចង់ដឹងថាកូនម៉ែដូចម្ដេចប្រុសឬស្រីល្អឬអាក្រក់សឬខ្មៅខ្លៅល្ងងឬឆ្លៀវឆ្លាតមានបុណ្យឬឥតបុណ្យម៉ែចេះតែគិតមកមីថាកូនម៉ែដូចម្ដេចទៅអេះហើយម៉ែបែរបន់ព្រះសំពះទេវតាសូមឲ្យកូនម៉ែបានជាកូនប្រសើរម៉ែនឹកស្មានថាកូនម៉ែជាប្រុសព្រោះម៉ែយល់សពឃើញអ្វីមួយដែលមានទំនងជាភេទប្រុសម៉ែនឹកថាកូនជាស្រីព្រោះម៉ែយល់សពឃើញអ្វីមួយមានសភាពជាស្រីពុំនោះទេម៉ែនឹកថាកូនម៉ែជាប្រុសស្រីទៅតាមពាក្យលោកតាលោកយាយឬញាតិមិត្តនិយាយប្រាប់ជួនកាលដោយគិតខ្លាំងពេកម៉ែដើរទៅរកហៅឲ្យកូនគូមើលឲ្យទាយមើលថ្ងៃខែឆ្នាំឲ្យដឹងថាតើកូនម៉ែដូចម្ដេចបើហៅទាយថាកូនម៉ែល្អមានបុណ្យវាសនាប្រសើរណាស់នោះម៉ែរីករាយសប្បាយចិត្តក្រៃលែងម៉ែព្យាយាមរក្សាគប្បែបនេះអស់10ខែបរិបូរណ៍ដោយទឹកចិត្តតែមួយថាចង់ឲ្យកូនរស់សេចក្តីរៀបរាប់មកនេះมันបានល្អិតល្អន់ទេព្រោះភាសាសរសេរมันដូចជាភាសាចេញពីទឹកចិត្តម៉ែតែមើលទៅឃើញថាភារៈនេះពិតជាធ្ងន់មែនមិនមែនធូរស្រាលធ្ងន់កណនីត្រារាប់ពុំបានយើងជាកូនគ្រប់គ្នាកូនគិតមើលចុះ
ម៉ែរក្សាកអស់វេលា10ខែមិនមែនលំបាកតិចទេបានជាលោកពោលទុកថាភារៈម៉ែធ្ងន់ក្រៃលែងធ្ងន់លំបាកសែនលំបាកជាងភារៈដតីទាំងអស់ជាភារៈដែលនរណាមិនអាចជួយសម្រាលបានកូនដែលរស់នៅបានក៏រស់នៅបានដោយអាស្រ័យទឹកចិត្តនិងកម្លាំងចិត្តម៉ែកម្លាំងនេះជ្រាលជ្រៅណាស់มันមានអ្វីនឹងអាចយកទៅវេតម្លៃឲ្យត្រឹមស្មើបានឡើយបើទុកជាកូនតាំងចិត្តថានឹងសងវិញក៏មិនដឹងជានឹងបានអ្វីយកមកធ្វើជាធ្នូសងកម្លាំងចិត្តកម្លាំងកាយម៉ែដោយមិនដេចបានដែរសូម្បីតែមួយជំរាកសក់ក៏ពុំត្រឹមស្មើបានឡើយទោះបីភារៈពោផ្ទៃរបស់ម៉ែមានទម្ងន់ធ្ងន់បដិសេធមិនបានម្លឹងហើយក៏នៅមានកូនអកតញ្ញូរមើលគុណម៉ែកូននេះចាំជាកូនចិត្តខ្មៅកូនដូចសត្វដេរឆានមែនមកគួរឲ្យអាណិតចិត្តម៉ែនេះដែរព្រោះមានគ្រោះកាចទៅពើផ្ទៃកូនចង្រៃពើកូនភ្លើងពើឥតប្រយោជន៍ដោយពើផែនដីធ្ងន់ឥតអំពើពិតណាស់ទៅហើយពើផ្ទៃកូនអកតញ្ញូដោយពើដុំដៃក្រហមពើដោយភ្លើងពើឆេះខ្លួនកូនម៉ែគ្រប់រូបគួរគិតបើគិតទៅមិនឃើញទម្ងន់ម៉ែពើផ្ទៃអស់10ខែទេគិតទៅទៀតចិញ្ចឹងគិតកុំឈប់មើលក្នុងខ្លួនឲ្យឃើញថាខ្លួនអាត្មានេះជាសាច់ជាឈាមម៉ែនៅស្រស់ហើយត្រូវគោរពប្រណិប័តម៉ែឪជាព្រះពើផ្ទៃខ្លួនទៅតាមធម៌កុំបីខានកំណាបទុករបស់ម៉ែបត់ព្រមកិច្ចក្នុងខ្លួនម៉ែលហិតលហៃញ័រជើងដៃអស់កម្លាំងមុខមាត់ម៉ែស្លេកស្លាំងម៉ែក៏តាំងចង់ឲ្យញឹកជួនកាលម៉ែចង់ណាស់ហូបតែផ្ដាស់រាល់ល្ងាចព្រឹកឃ្លានមកជូរច្រើនសន្ធឹកម៉ែហាក់នឹកប្លែកក្នុងខ្លួនកូននៅក្នុងផ្ទៃម៉ែធ្នំថែឲ្យសំសួនត្រឹមត្រូវទៅតាមក្បួនម៉ែក្រងស្ងួនថែបុតថ្លៃផ្ទៃម៉ែកាន់តែធំទុំងន់ផ្ដុំឡើងរាល់ថ្ងៃម៉ែទ្រាំទ្រសំចៃពើចរណៃដល់គ្រប់ខែ9ខែ10ថ្ងៃកូនអាស្រ័យក្នុងផ្ទៃម៉ែស៊ូលុះត្រាតែដល់កូនម៉ែប្រសូតមកកូនអើយថ្ងៃកូនកើតមានកំណើតណាប៉ុនលើម៉ែឆ្លងព្យុះរលើស្ទើរតែខកផ្លាត់សង្ខារខ្លួនម៉ែសែនឈឺចាប់ហាក់ក្រឡាប់ទ្វីបលោកកាជាម៉ែស្រោចកាយយ៉ាទុកហៅមហាធំពេកក្រៃពេម៉ែភ្ញាំងដឹងខ្លួនលឺកូនស្ងួនស្រែកយំយាយម៉ែអូសានចិត្តក្រៃម៉ែយកដៃថ្នាក់ថ្នមអ្នកម៉ែថែចិញ្ចឹមថ្លៃក្រ
ប់យប់ថ្ងៃចិត្តចាំជាក់កូនយំម៉ែតែងភ្ញាក់បំបៅអ្នកដោយមេត្តា